មេត្រា464បទញុយញងឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់អំពើញុយញងដោយផ្ទាល់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅដល់5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅដល់10លានរៀលកាលបើការញុយញងនេះបានសម្រេចផលបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅដល់30ឆ្នាំមាត្រា465បទញុយញងឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងប្រជាពលរដ្ឋមួយផ្នែកទៀតអំពើញុយញងដោយផ្ទាល់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំងនឹងប្រជាពលរដ្ឋមួយផ្នែកទៀតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅដល់5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅដល់10លានរៀលកាលបើការញុយញងនេះបានសម្រេចផលបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅដល់30ឆ្នាំមាត្រា466ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងនៅក្នុងផ្នែកនេះត្រូវផ្ដន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើផងដែរយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ចូលដល់មាត្រា467ទោសបន្ថែមប្រភេទនិងរយៈពេល